គេក៏បានសារលបងប្រាក់ក្អមវេទមន្តនោះជីអត់មានអាហារផងនឹងក្នុងនេះមានតែដុំថ្មចង្រៃមែនឬមួយក៏យើងយកក្អមវេទមន្តមកខុសទៀតដឹងមិនអាចទេព្រោះក្អមនេះវាទុកដាក់បានយ៉ាងល្អណាស់មិនអាចក្អមធម្មតាវាដាក់នៅក្បែរដំណេកនោះទេប៉ុន្តែក្អមវេទមន្តនោះបានបញ្ចេញរិនធ្វើឲ្យដុំថ្មជាច្រើនបានផុសចេញឡើងបានមានបរិមម្នាក់គេមិនបានពេញចិត្តនៅអ្វីដែលខ្លួនមានទេការសម្រេចចិត្តមួយដោយភាពលោភលន់បាននាំឲ្យគេបាត់បង់អ្វីទាំងអស់រាល់ថ្ងៃនេះខ្ញុំមានរូបរាងសង្ហាហើយរស់នៅតែម្នាក់ឯងនោះទេផ្ទះក៏មានដីស្រែចម្ការក៏មានប៉ុន្តែហេតុអ្វីបានជាខ្ញុំអត់មានសេចក្តីសុខអញ្ចឹងខ្ញុំមានអារម្មណ៍ថារបស់ទាំងអស់នោះវាតិចតួចខ្លាំងណាស់អោព្រះជាម្ចាស់អើយខ្ញុំចង់ខ្លាយទៅជាអ្នកមានអ្វីដែលអ្នកផ្ដល់ឲ្យខ្ញុំនៅពេលនេះខ្ញុំមិនពេញចិត្តឡើយប៉ុន្តែអ្នកចិត្តខាងរបស់គេម្នាក់មានឈ្មោះថាសុខាគេជាមនុស្សមានចិត្តល្អនិងការខិតខំខ្លាំងណាស់ទោះបីជាសុខាមានជីវភាពក្រីក្រក៏ដោយប៉ុន្តែគេចូលចិត្តចែករំលែកជាមួយអ្នកដទៃហើយអ្នកភូមិស្រឡាញ់និងគោរពសុខាខ្លាំងណាស់ថ្ងៃនេះខ្ញុំគិតថាចូលប្រៃកាប់អស់សិនព្រោះអស់នៅក្នុងផ្ទះខ្ញុំអស់ទៅហើយសយខ្លាំងណាស់តើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅព្រោះពេលនេះពើតប៉ង់របស់ខ្ញុំវាបានចាប់នៅលើដើមឈើទៅហើយខ្ញុំនៅតូចណាស់ខ្ញុំមិនអាចឡើងដើមឈើរួចនោះទេបើសិនជាខ្ញុំធ្លាក់ចុះមកដៃជើងរបស់ខ្ញុំប្រកាសជាបាក់ខ្ទេចពេលនោះឪពុកម្ដាយរបស់ខ្ញុំក៏ច្បាស់ជាពិបាកចិត្តជាមិនខានខ្ញុំពិបាកចិត្តណាស់តើខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅហេអាលអិនហើយឯងកើតស្អីនឹងមើលទៅគួរឲ្យអស់សំណាញ់ខ្លាំងណាស់បងសវណ្ណាសូមបងមេត្តាជួយយកពើតប៉ង់ឲ្យខ្ញុំបន្តិចបានទេព្រោះវាត្រូវបានចាប់នៅលើដើមឈើឯណោះថាម៉េចឲ្យយើងជួយយកពើតប៉ង់ឲ្យឯងយើងគឺជាម៉ែឪរបស់ឯងមែនទេដែលត្រូវមើលថែឯងនោះអេបងហេតុអ្វីបានជាបងនិយាយបែបនេះត្រូវហើយអាល្អិតយើងមិនជួយឯងទេហើយពើតប៉ង់របស់ឯងនោះយើងនឹងកំទេចវាចោលឥឡូវនេះសុវណ្ណាគេបានយកដុំថ្មហើយគប់ទៅពើតប៉ង់នោះធ្វើឲ្យវាផ្ទុះបែកឥឡូវនេះឯងមិនបាច់បារម្ភទេព្រោះតែពើតប៉ង់របស់ឯងណាវាបានបែកទៅហើយយើងទៅសិនហើយអាល្អិតព្រោះយើងដូចជាឃ្លានណាស់ហើយក្មេងតូចគេចាប់ផ្ដើមយំយ៉ាងខ្លាំងពើតប៉ង់របស់ខ្ញុំហេតុអ្វីបានជាបងបំផ្លាញវាអញ្ចឹងបើបងមិនជួយខ្ញុំក៏មិនអីដែរហេតុអ្វីបានជាបងបំផ្លាញវាអូនប្រុសហេតុអ្វីបានជាឯងយំអញ្ចឹងបងសុខាពើតប៉ង់របស់ខ្ញុំក្មេងប្រុសគេបានប្រាប់រឿងរ៉ាវទាំងអស់ដល់សុខាអេហេតុអ្វីបានជាគេធ្វើបែបនេះគាត់គឺជាមនុស្សឈួតមិនមែនជាមនុស្សចាស់គួរឲ្យគោរពទេបងគេបានបំផ្លាញពើតប៉ង់របស់ខ្ញុំមិនអីទេប្អូនឯងយកប្រាក់នេះទៅទិញពើតប៉ង់ថ្មីចរណាហើយឯងឈប់យំទៅឥឡូវបងទៅសិនហើយបងទៅប្រញាប់ទៅកាប់អោយេខ្ញុំមានប្រាក់សម្រាប់ទិញពើតប៉ង់ថ្មីហើយបងសុខាល្អជាងគេបំផុតសម្រាប់ខ្ញុំចូលចិត្តបងណាស់ហើយខ្ញុំពិតជាស្អប់បងសវណ្ណមែនទេសុខាគេបានយកប្រាក់បន្តិចបន្តួចឲ្យក្មេងប្រុសនោះបន្តមកគេក៏បានដើរចូលទៅក្នុងព្រៃប៉ុន្តែសវណ្ណាគេចាប់ផ្ដើមច្រណែនអាសុខាឯងនេះពិតជាគួរឲ្យស្អប់មែនឯងបានធ្វើឲ្យក្មេងប្រុសនោះស្អប់យើងតែគេបែរជាចូលចិត្តឯងទៅវិញគួរឲ្យខឹងខ្លាំងណាស់ហេតុអ្វីបានជាគេមិនចូលចិត្តយើងសុវណ្ណាគេចាប់ផ្ដើមច្រណែនសុខាទោះដឹងថាសុខាមានទ្រព្យសម្បត្តិតិចជាងគេយ៉ាងណាក៏ដោយចំណែកសុខាវិញគេក៏បានដើរមកព្រៃហើយក៏បានជួយលោកអ៊ំចំណាំម្នាក់អំពីការលងទឹកបុរសចំណាំម្នាក់នោះគាត់ក៏បានឲ្យក្រឡចម្លែកមួយដែលមានពណ៌ខ្មៅប៉ុន្តែសុខាគេចាប់ផ្ដើមប្រកែកខ្ញុំអរគុណហើយលោកអ៊ំប៉ុន្តែខ្ញុំមិនត្រូវការក្រឡនោះទេសូមអ៊ំរក្សាវាទុកចោះក្មួយប្រុសឯងគឺជាបុរសដែលមានទឹកចិត្តល្អខ្លាំងណាស់មុននេះបន្តិចបើឯងមិនបានជួយយើងប្រកាសជាស្លាប់ដោយសារតែលងទឹកក្មួយប្រុសដល់សង្ហាអើយសូមក្មួយកុំប្រកែកអីក្មួយទទួលយកក្រឡនេះចោះព្រោះវាមិនមែនជាក្រឡធម្មតានោះទេមិនធម្មតាតើមិនធម្មតាយ៉ាងម៉េចទៅលោកអ៊ំរឿងនេះអ៊ំមិនអាចប្រាប់ក្មួយបានទេតតែក្មួយយកវាទៅផ្ទះហើយចាំក្មួយពិនិត្យមើលក្នុងក្រឡនេះចោះប៉ុន្តែដាច់ខាតសូមក្មួយទទួលយកក្រឡនេះចោះណាវាគឺជាទឹកចិត្តរបស់អ៊ំបាទលោកអ៊ំនៅតែទទួលឲ្យខ្ញុំទទួលយកដូច្នេះខ្ញុំសូមទទួលយកនិងអរគុណហើយណាលោកអ៊ំប៉ុន្តែសូមក្មួយចាំបណ្ដាំរបស់អ៊ំដាច់ខាតក្មួយត្រូវតែប្រើវាក្នុងផ្លូវល្អមិនត្រូវប្រើវាក្នុងផ្លូវអាក្រក់ឡើយសុខាគេបានចាំទុកក្នុងចិត្តនៅពេលដែលគេធ្វើការរួចរាល់ហើយគេក៏បានត្រឡប់មកផ្ទះវិញហើយក៏បានបើកក្រឡនោះមើលពេលនោះគេបានឃើញផ្លែឈើនិងអាហារជាច្រើនសម្រាប់បរិភោគ
ចម្លែកមែនតើនេះគឺជាក្រឡអ្វីទៅខ្ញុំដកចេញមកសតែរបស់បរិភោគនឹងផ្លែឈើជាច្រើនហើយរបស់ទាំងអស់នោះខ្ញុំដកចេញមកយ៉ាងណាក៏មិនចេះអស់ទៀតបើដូច្នេះវាគឺពិតជាល្អខ្លាំងណាស់ខ្ញុំនឹងយកចែកជូនអ្នកភូមិរបស់ខ្ញុំឲ្យពួកគេបានបរិភោគដែរសុខាគេបានយកផ្លែឈើនិងអាហារជាច្រើនយកមកចែកជូនអ្នកភូមិរបស់គេហើយអ្នកភូមិពិតជាស្រឡាញ់និងគោរពគេខ្លាំងណាស់អ៊ំទាំងពីរអ្នកប្តីប្រពន្ធចាស់ហើយមិនដែលឃើញផ្លែឈើនិងអាហារជាច្រើនចឹងនោះទេអ៊ំសូមអរគុណហើយណាសូមព្រះប្រទានពរណាក្មួយបាទលោកអ៊ំទាំងពីរខ្ញុំសូមជូនពរឲ្យលោកអ៊ំទាំងពីរមានសុខភាពល្អសុខាគេបានយកចែកអ្នកភូមិគ្រប់គ្នារហូតដល់គេបានដើរមកដល់ផ្ទះសុវណ្ណាយើងមានផ្លែឈើនិងអាហារខ្លះឯងឆាប់ទទួលយកទៅសុខាតើឯងបានអាហារទាំងនេះមកពីណាទៅយើងបានឃើញឯងយកចែកអ្នកភូមិគ្រប់គ្នាតើឯងមិនលំបាកទេអោះមិនអីទេព្រោះយើងមានក្រឡវីតាមីនក្រឡនេះអាចបង្កើតអាហារជាច្រើនហាតាមពិតឯងមានក្រឡវីតាមីនដែលអាចបង្កើតអាហារបានអញ្ចឹងតើបានជាអ្នកភូមិចូលចិត្តឯងណាស់មិនខុសទេយើងធ្វើជាមនុស្សត្រូវចែករំលែកសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកយើងមិនត្រូវច្រណែនគ្នាឡើយសុខាឯងពិតជាមានចិត្តល្អខ្លាំងណាស់របស់ទាំងអស់នេះយើងសូមអរគុណឯងហើយអញ្ចឹងនៅពេលដែលសុខាគេបានត្រឡប់មកផ្ទះវិញសុវណ្ណគេចាប់ផ្ដើមមានគំនិតមួយថាអ្នកភូមិគ្រប់គ្នាសុទ្ធតែស្រឡាញ់អាសុខាវាគ្រាន់តែចែកអាហារនិងផ្លែឈើបន្តិចបន្តួចសោះនឹងមិនអីទេយើងមិនឲ្យឯងឈ្នះយើងឡើយអាសុខាយើងនឹងចូលទៅលួចក្អមវេទមន្តនោះនៅពេលដែលយើងមានអាហារច្រើនយើងក៏មិនយកចែកអ្នកភូមិដែរឲ្យពួកគេដាច់ពោះស្លាប់ជាពិសេសមនុស្សចាស់ៗនៅក្នុងភូមិឯងចាំមើលទៅតើមានអ្នកណាស្រឡាញ់ឯងទៀតអាសុខានៅពេលយប់សុវណ្ណាគេបានចូលទៅក្នុងផ្ទះសុខាហើយបានលួចយកក្អមវេទមន្តនោះបានសម្រេចនៅពេលដែលគេបានលួចហើយគេក៏បានត្រឡប់មកផ្ទះវិញនៅយប់ដដែលគេក៏បានសាកល្បងប្រើក្អមវេទមន្តនោះជីអត់មានអាហារផងនឹងក្នុងនេះមានតែដុំថ្មចង្រៃមែនឬមួយក៏យើងយកក្អមវេទមន្តមកខុសទៀតដឹងមិនអាចទេព្រោះក្អមនេះវាទុកដាក់បានយ៉ាងល្អណាស់មិនអាចក្អមធម្មតាវាដាក់នៅក្បែរដំណេកនោះទេប៉ុន្តែក្អមវេទមន្តនោះបានបញ្ចេញរិទ្ធធ្វើឲ្យដុំថ្មជាច្រើនបានផុសចេញឡើងបានក្រោតដណ្ដប់ផ្ទះរបស់សុវណ្ណារួមទាំងដីស្រែចម្ការរបស់គេអស់គ្មានសល់ធ្វើឲ្យសុវណ្ណាគេរកផ្លូវចេញសឹងតែមិនចង់រួញព្រះជាម្ចាស់អើយតើនេះគឺជាកម្មពីអ្វីខ្ញុំទៅសុកដុំថ្មជាច្រើនបានផុសចេញឡើងធ្វើឲ្យផ្ទះនៅដីស្រែចម្ការរបស់ខ្ញុំរលាយអស់ហើយឬមួយក៏មកពីខ្ញុំមានចិត្តអាក្រក់លួចយកក្អមវេទមន្តនោះតើពេលនេះខ្ញុំគួរតែធ្វើយ៉ាងម៉េចសុវណ្ណាគេមានអារម្មណ៍សោកស្ដាយនិងយល់ថាភាពលោភលន់បានបំផ្លាញជីវិតគេខ្ញុំគិតថាមានតែខ្ញុំទៅសុំទោសសុខាទេព្រោះមានតែសុខាតែម្នាក់គត់ដែលអាចជួយយើងបានគេជាមនុស្សចិត្តល្អខ្លាំងណាស់ហើយក្អមវេទមន្តនោះក៏ជារបស់គេទៀតមិនអីទេសុវណ្ណានេះគឺជាបទពិសោធន៍ថ្ងៃក្រោយឯងឈប់លោភលន់ជីវិតរបស់ឯងនឹងមានក្តីសុខជាមិនខានសុខាយើងពិតជាមានការសោកស្ដាយខ្លាំងណាស់ដោយសារតែការចំណាយរបស់យើងទើបនាំឲ្យជីវិតរបស់យើងធ្លាក់ដល់សូន្យបែបនេះហើយយើងក៏សូមអរគុណឯងដែរឯងមិនប្រកាន់ទុក្ខភ័យអ្វីដល់យើងមិនអីទេឥឡូវនេះឯងក៏បារម្ភទៀតអីចាំយើងជួយសាងសង់ផ្ទះថ្មីឲ្យឯងខ្ញុំអរគុណណាស់សុខាខ្ញុំសន្យាថានឹងកែប្រែខ្លួនឡើងវិញសុវណ្ណាគេចាប់ផ្ដើមធ្វើការនឹងជួយអ្នកដទៃហើយមនុស្សនៅក្នុងភូមិក៏ចាប់ផ្ដើមទុកចិត្តគេវិញមនុស្សនៅក្នុងភូមិនិយាយថាភាពលោភលន់នាំមកនៅការបាត់បង់ប៉ុន្តែការចែករំលែកនាំមកនៅសុភមង្គលសុវណ្ណាគេរស់នៅយ៉ាងមានសេចក្តីសុខនិងចិត្តស្ងប់ស្ងាត់ភាពលោភលន់នាំមកនៅការបាត់បង់ការចែករំលែកនាំមកនៅសុភមង្គលចិត្តល្អនាំមកនៅមនុស្សគោរពពេញចិត្តនៅអ្វីដែលខ្លួនមានវាគឺជាសំណាង